កស្លុតណាស់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនទាហានស្លាប់និងរបួសកើនឡើងជិតដល់2លាននាក់ហើយមកទល់នឹងឆ្នាំ2026នេះមជ្ឈមណ្ឌលដើម្បីការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ Center for Strategic and International Study ហៅកាត់ថា CSIS ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបង្ហាញថាសង្គ្រាមរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែនដែលបានផ្ទុះឡើងនៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2022ដែលខ្វះតែមួយខែទៀតគ្រប់4ឆ្នាំគត់បានធ្វើឲ្យទាហានរុស្ស៊ីនិងអ៊ុយក្រែនស្លាប់និងរបួសកើនឡើងរហូតដល់ទៅជិត2លាននាក់ហើយដោយក្នុងនោះទាហានរុស្ស៊ីស្លាប់និងរបួសច្រើនជាងគេនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian កាលពីថ្ងៃទី28ខែមករាឆ្នាំ2026របាយការណ៍បង្ហាញថាទាហានរុស្ស៊ីស្លាប់និងរបួសច្រើនជាងគេដោយមានទាហានរុស្ស៊ីស្លាប់រហូតដល់ទៅ325,000នាក់ដែលធ្វើឲ្យចំនួនសរុបនៃទាហានរុស្ស៊ីស្លាប់និងរបួសកើនឡើងរហូតដល់ទៅ1.2លាននាក់ចាប់តាំងពីស្ដេចខ្លាឃ្មុំទឹកកក Vladimir Putin បញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែននៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2022មកទល់ពេលនេះទន្ទឹមនេះអ៊ុយក្រែនក៏បានរងការខាត់បងយ៉ាងធ្ងន់ធ្ងរដែរដោយទាហានអ៊ុយក្រែនស្លាប់ប្រមាណជាង 140,000 នាក់ដោយធ្វើឲ្យចំនួនសរុបនៃទាហានអ៊ុយក្រែនស្លាប់និងរបួសជាងដល់60,000នាក់មជ្ឈមណ្ឌលដើម្បីការសិក្សាអន្តរជាតិជាយុទ្ធសាស្ត្រ Center for Strategic and International Study ហៅកាត់ថា CSIS បានប៉ាន់ប្រមាណថាចំនួនសរុបនៃទាហានរុស្ស៊ីនិងអ៊ុយក្រែនស្លាប់និងរបួសអាចនឹងកើនឡើងរហូតដល់ទៅ2លាននាក់នៅនីតិកាលរដូវឆ្នាំ2026នេះទន្ទឹមនេះចំនួនជនស៊ីវិលស្លាប់ក៏កំពុងកើនឡើងផងដែរដែលយោងតាមអង្គការសហប្រជាជាតិ UN ដឹងថាជនស៊ីវិលរហូតដល់ទៅជិត 15,000 នាក់បានបាត់បង់ជីវិតដោយសារតែសង្គ្រាមនេះប៉ុន្តែនិយាយថាតួលេខជនស៊ីវិលស្លាប់ពិតប្រាកដទំនងជាខ្ពស់ជានិច្ចឆ្ងាយសូមបញ្ជាក់ថាសង្គ្រាមនេះនៅតែបន្តផ្ដាច់ជីវិតមនុស្សបំភ្លេចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងសេដ្ឋកិច្ចជាតិរបស់អ៊ុយក្រែនកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំតារាពី RTN TV ឧបត្ថម្ភដោយសាប៊ូដកខ្លួន Dr. Q ជួយឲ្យស្បែកទន់ភ្លឺរលោងការពារបាក់តេរី 99% ក្លិនក្រអូបបែបធម្មជាតិជាប់បានយូរយើងស្រឡាញ់ខ្មែរគាំទ្រផលិតផលខ្មែរ